អនុវត្តតាមប្រសាសន៍ដឹកនាំនឹងការយកចិត្តទុកដាក់របស់អាយដាមគួចចម្រើនប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលនៅថ្ងៃទី26ខែសីហាឆ្នាំ2026នេះប្រតិភូសាខាដឹកនាំដោយអាយដាមហសុមករាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការសាខាបានចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចូលរួមចែករំលែកទុក្ខជាមួយគ្រួសារសពកុមារា2នាក់ជាកូនភ្លោះអាយុ14ឆ្នាំដែលបានទទួលមរណភាពដោយសារករណីលង់ទឹកនៅភូមិទេពអកជួនឃុំកោះខេលស្រុកស្អាងស្ថិតក្នុងបរិយាកាសដ៏ក្តុកក្តួលនេះអាយដាមហសុមករាបាននាំនៅប្រសាសន៍សួរសុខទុក្ខនិងសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជានិងអាយដាមគួចចម្រើនជូនចំពោះគ្រួសារសពព្រមទាំងសម្ដែងនៅក្តីសោកស្ដាយជាខ្លាំងចំពោះឧបទ្ទវហេតុដ៏រន្ធត់នេះនាឱកាសនោះដែរអាយដាមប្រធានប្រតិភូបានអំពាវនាវដល់អាណាព្យាបាលនិងប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នដោយកុំធ្វេសប្រហែសឬបណ្តែតបណ្តោយឲ្យកុមារតូចៗទៅលេងទឹកជាពិសេសអ្នកដែលមានលំនៅឋាននៅជិតប្រភពទឹកក្នុងអំឡុងពេលដែលទឹកទន្លេកំពុងហក់ឡើងជាមួយគ្នានេះអំណោយមនុស្សធម៌ដែលសាខាបានផ្ដល់ជូនគ្រួសារសពរួមមានអង្ករ50គីឡូក្រាមមី2កេសត្រីខ2យួរទឹកត្រី2យួរទឹកស៊ីអ៊ីវ2យួរទឹកបរិសុទ្ធចំនួន5កេសនិងថវិកាចំនួន50,000រៀលសូមបញ្ជាក់ថាករណីកុមារាបងប្អូនភ្លោះលង់ទឹកខាងលើបានកើតឡើងនៅចំណុចចុងព្រែកម៉ែនស្ពានលេខ24ភូមិទេពអកជួនឃុំកោះខេលស្រុកស្អាងកាលពីវេលាម៉ោង 11:30 នាទីព្រឹកថ្ងៃទី25ខែសីហាឆ្នាំ2026ហើយសពបានរកឃើញនៅវេលាម៉ោង 12:30 នាទីថ្ងៃត្រង់នាថ្ងៃដដែល